បើសិនណាអ្នកស្វាគមន៍ទស្សនាយក perspective នៅថ្ងៃនេះគ្នាយើងបាត់មុខខ្ញុំយូរហើយខ្ញុំក៏បាត់មុខខ្លួនឯងយូរដែរពីច្រើនខ្ញុំទៅក្រៅទៅអីតែសួរសំណួរតែមួយកាលណាចេញវីដេអូហើយឥឡូវហ្នឹងគឺចេញវីដេអូឲ្យគ្នាយើងហើយចឹងអត់ចង់និយាយច្រើនយើងចូលដល់ប្រធានបទយើងថ្ងៃនេះហ្មងទៅតែតើតូនជាមួយនឹង UFO ដែលគ្នារងចាំយូរមកហើយនៅខែឧសភាឆ្នាំ2020ក្រសួងការវិទ្យាសហរដ្ឋអាមេរិកបានចេញឯកសារ UFO និង UAP មួយចំនួនដែលពីមុនមិនដែលធ្លាប់មកបង្ហាញជាសាធារណៈមកឯកសារទាំងអស់ហ្នឹងកាលពីមុនត្រូវបានចាត់ទុកជាឯកសារសម្ងាត់ប៉ុន្តែឥឡូវនេះវាបានដោះសម្ងាត់គឺថា decode ហើយបានដាក់បង្ហោះទៅលើគេហទំព័រផ្លូវការរបស់ក្រសួងការវិទ្យាអាមេរិកតែម្ដងវីដេអូភាគច្រើននៅក្នុងឯកសារទាំងអស់ហ្នឹងគឺបានថតដោយកាមេរ៉ា infrared នៅលើយន្តហោះយោធា drone និងឧបករណ៍ចាប់សញ្ញារបស់កងទ័ពអ្វីដែលវាថតបានហ្នឹងគឺជារបស់ខ្លះៗដែលសូម្បីតែខាងយោធាហ្នឹងក៏មិនអាចប្រយោជន៍ពីវាបានដែរថ្ងៃនេះគ្នាយើងមកមើលវាថាតើអាមេរិកបានបញ្ចេញអ្វីខ្លះនៅក្នុងឯកសារលើកនេះនៅលើទំព័រឯកសារ UAP របស់ក្រសួងការពារជាតិអាមេរិកបានលើកឡើងថារដ្ឋាភិបាលនឹងរៀបចំនិងបញ្ចេញឯកសារដែលពាក់ព័ន្ធជាមួយនឹងជីវិតភពក្រៅបាតុភូតអាកាសមិនស្គាល់ពីអត្តសញ្ញាណនិងវត្ថុហោះហើរដែលមិនស្គាល់ពីប្រភពតោះនោះគឺមានចំណុចសំខាន់មួយថាតើពាក្យ UAP និង UFO ហ្នឹងគឺខុសគ្នាមិន UAP គឺមានន័យថា Unidentified Aerial Phenomena មានន័យថាបាតុភូតអាកាសមិនស្គាល់ពីអត្តសញ្ញាណវារួមបញ្ចូលជាមួយនឹងបាតុភូតចម្លែកចម្លែកលើមេឃមិនថាពន្លឺបាតុភូតអាកាសធាតុឬក៏ថាវត្ថុដែលមានរូបរាងពិតប្រាកដក៏ដោយចំណែក UFO វិញគឺមានន័យថាវត្ថុហោះហើរមិនស្គាល់ពីអត្តសញ្ញាណពាក្យនេះផ្ដោតទៅលើវត្ថុដែលអាចចាប់បានដោយរ៉ាដាឬក៏ដ្រូនរបស់យោធាហើយតាមដានបានដែលមានរូបរាងជាក់ស្ដែងនិយាយងាយស្រួលទៅ UAP គឺមានន័យទូលំទូលាយជាង UFO UAP អាចបញ្រួមបញ្ចូល UFO បានអញ្ចឹងថ្ងៃនេះយើងអត់និយាយពី UAP ទេយើងនិយាយពី UFO ព្រោះក្នុងឯកសារទាំងអស់ហ្នឹងគឺវត្ថុមិនស្គាល់ពីប្រភពនឹងវាច្រើនដែលមើលទៅដូចជាវត្ថុពិតប្រាកដចឹងគឺមិនមែនដូចជាបាតុភូតធម្មជាតិអាកាសធាតុដែលយើងចាប់អត់បានឬក៏ថាមិនមែនជាវត្ថុដែលមានរូបរាងមិនច្បាស់លាស់ទេគឺវាជាវត្ថុដែលមានរូបរាងច្បាស់លាស់តាមពិតនេះមិនមែនជាលើកទី1ទេដែលរដ្ឋាភិបាលអាមេរិកបញ្ចេញនៅឯកសារ UFO ជាផ្លូវការតែសំណួរគឺសួរថាលើកនេះវាខុសពីមុនបែបណាលើកនេះគឺមិនគ្រាន់តែជារូបភាពទេឬវីដេអូប្រមាណឯកសារទេវាជាកញ្ចប់ឯកសារសម្ងាត់មួយដ៏ធំហើយលាតសន្ធឹងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយឯកសារជុំទី1ប្រហែលជា16ឯកសារជុំទី2គឺមានប្រហែលជា222ឯកសារនៅក្នុងនោះគឺមានឯកសារជាអក្សររូបភាពវីដេអូនិងឯកសារសំឡេងជាដើមឯកសារទាំងអស់នោះគឺគ្របដណ្ដប់តាំងពីឆ្នាំ1946រហូតដល់ឆ្នាំ2026យើងហ្នឹងវាពាក់ព័ន្ធជាមួយនឹងស្ថាប័នធំៗរបស់ប្រទេសអាមេរិកដូចជាក្រសួងការពារជាតិ NSA NASA FBI CIA និងក្រសួងការបរទេសផងដែរអាចនិយាយបានថានេះគឺជាការប្រមូលផ្ដុំឯកសារ UFO ដ៏ធំមួយមែនទែនដែលសន្សំទុកអស់រយៈពេលជាច្រើនឆ្នាំខាងផ្លូវការបានបញ្យល់ថាការបញ្ចេញលើកហ្នឹងគឺមានជាសកម្មភាពមួយសម្រាប់បង្កើនភាពបើកចំហឲ្យសាធារណជនបានឃើញថាឯកសារដែលរដ្ឋាភិបាលបានប្រមូលទុករយៈពេលយូរមកហ្នឹងពាក់ព័ន្ធនឹងបាតុភូតហោះហើរគឺមិនស្គាល់ពីប្រភពដែលយើងហៅថា UFO ហ្នឹងនិងបាតុភូតចម្លែកជាច្រើនទៀតនិយាយមួយទៀតគឺមានន័យថារដ្ឋាភិបាលអាមេរិកនឹងធានាថាឯកសារទាំងអស់ហ្នឹងគឺមកពីប្រព័ន្ធផ្លូវការមិនមែនឯកសារបែកធ្លាយពីណាអាមេរិកអត់មានប្រភពច្បាស់លាស់ទេតែថាការជឿមិនជឿអញ្ចឹងខាងរដ្ឋាភិបាលគឺអត់មានការបកស្រាយច្បាស់លាស់ទេគឺទុកឲ្យសាធារណជនអ្នកសម្រេចដល់ខ្លួនឯងឯកសារទាំងអស់ហ្នឹងបើគិតតែវីដេអូទេគឺមានរយៈពេលប្រហែលជា5ម៉ោងចូលគ្នាបូកចូលគ្នាគឺ5ម៉ោងហើយថ្ងៃនេះគឺយើងយកករណីសំខាន់ៗដែលនៅក្នុងឯកសារជាង300ហ្នឹងមកបកស្រាយឲ្យបងប្អូនយើងស្ដាប់ឥឡូវយើងមកមើលคลิปដំបូងគឺតើតើជាមួយនឹងបាតុភូតចម្លែកឬក៏ហៅថា UFO ដែលមើលឃើញដោយអវកាសយានិកនៅលើឋានព្រះច័ន្ទដែលពេលដែលអាមេរិកបោះមនុស្សទៅឋានព្រះច័ន្ទហ្នឹងរឿងនេះគឺដេញដោលដល់ឆ្នាំ1969ពេលអាមេរិកចោះចតលើព្រះច័ន្ទជាលើកដំបូងគឺបានផ្សាយបន្តផ្ទាល់ទៅកាន់ទូទាំងពិភពលោកយើងក្នុងរ៉ាឌីយ៉ូតែពេលផ្សាយហ្នឹងគឺបានដាច់អស់រយៈពេល2នាទីក្នុងអំឡុងពេលផ្សាយហ្នឹងខាងផ្លូវការរបស់អ្នកខាងផ្សាយហ្នឹងរបស់ NASA គឺបានបញ្ជាក់ថាបញ្ហាហ្នឹងគឺបញ្ហាជាដាច់រអាក់អួលរបស់សញ្ញារ៉ាឌីយ៉ូអីទេឬក៏ថាជាសញ្ញាដែលទទួលពីខាងអវកាសយានិកនៅឋានព្រះច័ន្ទប៉ុន្តែនៅអំឡុងពេលហ្នឹងមានមនុស្សមួយចំនួនដែលពួកគាត់ស្រាវជ្រាវលើរ៉ាឌីយ៉ូហ្នឹងគាត់បានប្រើឧបករណ៍ផ្ទាល់ខ្លួនហើយពួកគេបានចាប់បានសន្ទនាប្រហែល2នាទីដែលដាច់នឹងដែលបញ្ជាក់ពីខាង NASA ហ្នឹងគឺថាដាច់ហ្នឹងតាមការនិយាយតគ្នាអវកាសយានិក Armstrong បាននិយាយថានោះជាអ្វីវាជាអ្វីប្រកបខ្ញុំចង់ដឹងណាស់ហើយខាងអ្នកបច្ចេកខាងមជ្ឈមណ្ឌលបច្ចេកពីផែនដីហ្នឹងបានសួរត្រឡប់ទៅគាត់វិញកន្លែងហ្នឹងគឺមានអីតមកសញ្ញាហ្នឹងគឺត្រូវបានផ្ដាច់យកហ្មងមជ្ឈមណ្ឌលកន្លែងបច្ចេកហ្នឹងគឺបានចាប់ផ្ដើមហៅទៅ Apollo 11ម្ដងទៀតហើយម្ដងទៀតដែលជា Apollo ដែលលោក Neil Armstrong បានហោះទៅចតនៅឋានព្រះច័ន្ទលោក Armstrong នោះគឺថារបស់ទាំងអស់ហ្នឹងគឺធំណាស់ធំមែនតើបើសិនជាយើងមិនបានឃើញផ្ទាល់ភ្នែកទេគឺយើងអត់ជឿតែម្ដងហើយវានៅឆ្ងាយនៅកន្លែងរណ្ដៅរបស់ឋានព្រះច័ន្ទហើយមានយានផ្សេងទៀតដែលនៅជុំវិញទម្រាបជាជួរពួកយានអស់ហ្នឹងគឺកំពុងតែមើលលើសកម្មភាពរបស់លោក Neil Armstrong ដែលនៅលើព្រះច័ន្ទផ្ទាល់តែម្ដងខ្ញុំស្ដាប់បែបហ្នឹងមានអារម្មណ៍ថាអាហ្នឹងគឺជាការនិពន្ធឡើងរបស់អ្នកដែលចូលចិត្ត UFO ឬក៏ថាគេនិពន្ធប្រឌិតឡើងក្នុងអាសញ្ញា2នាទីហ្នឹងប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺក្នុងឯកសារដែលបានបញ្ចេញលើកហ្នឹង
ពិតជាមានរូបថតបាត់ភូតមិនស្គាល់ប្រភពដែលអវកាសយានិកបានថតចប់លើប្រច័នមែនទែនយល់ដឹងថាចាប់ពីឆ្នាំ1969ដល់ឆ្នាំ1972អាមេរិកបានបញ្ជូនមនុស្សចោះចតលើប្រច័នសរុបទាំងអស់6ដងហើយបានថតរូបលើប្រច័នជាច្រើនមែនទែនពេលអវកាសយានិកធ្វើសកម្មភាពលើផ្ទៃប្រច័នវាជាពេលថ្ងៃទេប៉ុន្តែរូបថតដែលថតចេញមកនឹងមើលទៅដូចជាពេលយប់អញ្ចឹងដោយសារនៅផ្ទៃប្រច័នគឺអត់មានបរិយាកាសមានខ្យល់ទេដូចនេះពលឺព្រះអាទិត្យមិនអាចបំបែកចេញដូចនៅលើផែនដីយើងទេនៅផ្ទៃប្រច័នពេលថ្ងៃក៏ដោយក៏មើលទៅនៅតែពណ៌ខ្មៅដែរហើយភ្នែកមនុស្សគឺមិនអាចមើលទៅផ្កាយពីផ្ទៃប្រច័នទេដោយសារបែរទៅគឺពលឺព្រះអាទិត្យជះមកហ្មងគឺវាភ្លឺខ្លាំងពេកហើយដើម្បីថតវត្ថុនៅលើប្រច័នឲ្យច្បាស់អវកាសយានិកត្រូវការកំណត់កាមេរ៉ាដូចជា shutter speed យើងជាមួយ aperture ដើម្បីបើក aperture ឲ្យធំ shutter speed ឲ្យកាន់តែខ្ពស់កាយតូចៗដែលនៅឆ្ងាយពីប្រច័នហ្នឹងគឺមិនបានថតជាប់ទេដោយសារពលឺវាគឺបានលុបបាត់អស់ហើយប៉ុន្តែនៅក្នុងបេសកកម្ម Apollo 12ឆ្នាំ1969អវកាសយានិកគឺបានថតជាប់ចំណុចភ្លឺវាមិនមែនមានតែមួយវាមានច្រើននៅចំមេឃដែលយើងគិតថាវាខ្មៅនៅកន្លែងថាប្រច័នហ្នឹងគឺគាត់ថតបានរូបទី1ខាងឆ្វេងគឺមាន2ខាងស្ដាំគឺមាន2ភាពទាំងអស់ហ្នឹងគឺការមុនគឺបានរក្សាទុកជាឯកសារសម្ងាត់ទេរហូតដល់ការដោះសម្ងាត់លើកហ្នឹងទើបបានបង្ហាញឃើញសំខាន់ជាងនឹងទៀតអវកាសយានិកមិនមែនថតឃើញតែចំណុចភ្លឺតែនៅមួយក្រុមហ្នឹងទេហើយនៅលើមេឃក៏មានចំណុចភ្លឺបង្កើតជារាងត្រីកោណយ៉ាងច្បាស់លាស់ដែរ NASA បានបញ្យល់ថាចំណុចភ្លឺពណ៌ខៀវទាំងអស់ហ្នឹងគឺអាចទៅជាគ្រាប់តកអាប់ទឹកឬក៏បំណែកតូចៗដែលបានចេញពីយានហើយគឺបានពលឺព្រះអាទិត្យចាំងត្រូវទៅវាបញ្ចេញជាពលឺអញ្ចឹងតែម្ដងមុនដំបូងហេតុអ្វីបានវីដេអូទាំងអស់ហ្នឹងភាគច្រើនគឺជាពណ៌ខ្មៅជាមួយពណ៌សយើងត្រូវនឹងថាវាមកពីប្រព័ន្ធកាមេរ៉ារបស់យន្តហោះចម្បាំងឬក៏ដ្រូនយោធាហ្នឹងគឺជាទូទៅគឺវាមាន2ម៉ូដទី1គឺប្រើពន្លឺធម្មតាម៉ូដទី2គឺប្រើពន្លឺ infrared នៅពេលយប់ឬក៏ពេលថ្ងៃដែលមើលមិនសូវច្បាស់ភាគច្រើនគេប្រើម៉ូដ infrared ហ្នឹងកាមេរ៉ាប្រភេទហ្នឹងគឺមិនមើលឃើញពណ៌ដូចភ្នែកមនុស្សយើងទាំងអស់គ្នាទេវាមើលឃើញពណ៌ដែលចេញពីកម្ដៅចំណែកតំបន់ខ្មៅគ្នាឃើញបិទលើអេក្រង់ហ្នឹងវាគឺជាការបិទពណ៌មានសំខាន់របស់តន្ន័យហ្នឹងមានន័យថាគេបិទតន្ន័យយោធាសំខាន់ដូចជាកម្រិត zoom តន្ន័យតាមដានរបស់វានិងការវាស់ចម្ងាយព័ត៌មានទាំងអស់ហ្នឹងគឺជាការសម្ងាត់របស់យោធាដូចនេះគឺគេបញ្ចេញវីដេអូហ្នឹងហើយគឺគេត្រូវបិទឡើងហ្នឹងចោលនៅក្នុងវីដេអូទី1យើងបានឃើញថាចំណុចភ្លឺពណ៌សមួយកំពុងផ្លាស់ទីនៅមុខកាមេរ៉ាជាទូទៅចំណុចភ្លឺបែបហ្នឹងវាអាចជាអីក៏បានដែរវាអាចជាយន្តហោះដ្រូនពេញប៉ោងហើយឬក៏ចាប់ឬក៏ថាសំបីដែលថាថង់ផ្លាស្ទិកដែលកំពុងហោះហើរតាមខ្យល់ត្រូវអត់ប៉ុន្តែចំណុចភ្លឺក្នុងវីដេអូហ្នឹងមិនមែនហោះទៅដើរជាប់គ្នាទេវាផ្លាស់ទីទៅមកហើយគ្មានភ្លើងសញ្ញារបស់យន្តហោះឧទាហរណ៍បេក្ខចក្រក៏អត់ត្រូវដែរនៅក្នុងករណីហ្នឹងបើយើងនិយាយពីអេឡេកូទូទៅគឺមានការធ្វើចលនានៅដង្ហើមវាអញ្ចឹងវាមានចេញតំបន់ក្តៅ2តែនៅក្នុងករណីហ្នឹងយើងមើលមកវាមិនមែនដូចឧទាហរណ៍បេក្ខចក្រដែលយើងបានឃើញទេហើយបើសិនជាចាបយើងកាន់តែពិបាកបញ្យោទៀតព្រោះកម្ដៅក្នុងខ្លួនចាបហ្នឹងគឺមិនគ្រប់គ្រាន់ដល់ថ្នាក់បង្ហាញពលឺសដល់ថ្នាក់ហ្នឹងទេបើយើងយកករណីពេញប៉ោងមកនិយាយទៅគឺវាមិនសមតែម្ដងពេញប៉ោងវាមានថាមពលទីទូចមែនប៉ុន្តែដូចតែចាបអញ្ចឹងមិនអាចដល់ថ្នាក់ហ្នឹងទេជាពិសេសនៅចុងក្រោយវីដេអូវាហាក់បីដូចជាដឹងថាមានអ្វីមួយកំពុងថតវាហើយវាបានបង្កើនល្បឿននិយាយទៅបុក speed ភ្លាមហ្មងហើយសូម្បីតែវាហោះហ្នឹងគឺហោះកាច់90ដឺក្រេយកហ្មងអញ្ចឹងជាទូទៅយន្តហោះយើងចង់ហោះបកឆ្វេងយើងត្រូវការមានអេឡង់មួយមកអញ្ចឹងទៅប៉ុន្តែអានេះបើសិនយើងនិយាយយន្តហោះនិយាយអត់ទៅមុខបដ ாய் ដោយសារវាហោះមកវាកាច់យកហ្មងអញ្ចឹងវាមិនមែនជាអ្វីដែលយើងមើលឃើញឬក៏យើងដឹងនៅក្នុងផែនដីយើងក្នុងបច្ចុប្បន្នទេវីដេអូទី2គឺហត់តែចម្លែកជាងនឹងទៀតមានចំណុចពន្លឺមួយហោះលឿនយ៉ាងខ្លាំងនៅលើមេឃវាឈប់នៅមួយកន្លែងមួយផ្លែតហើយបន្ទាប់មកវាបង្កើនល្បឿនទៀតចលនារបស់វាហ្នឹងគឺមើលទៅដូចជាសត្វដូចជាមូសអញ្ចឹងដែលហោះហើយឈប់មួយផ្លែតហើយហោះទៀតអញ្ចឹងណាប៉ុន្តែសូមចងចាំថានេះជារូបភាពពីកាមេរ៉ា infrared វាមិនអាចជាមូសឬក៏ថាបាក់សីតូចធម្មតាទេហោះអញ្ចឹងនៅក្នុងវីដេអូហ្នឹងកាមេរ៉ាហ្នឹងគឺចាប់បានវត្ថុហ្នឹងភ្លាមមានន័យថាប្រព័ន្ធហ្នឹងបានឡុកទៅលើវាហើយបន្ទាប់មកគឺអេក្រង់បានបង្ហាញពីតំបន់ពណ៌សធំនៅលើហ្នឹងព្រោះប្រព័ន្ធហ្នឹងគឺបានរកឃើញការផ្លាស់ប្ដូររបស់ថាមពលកម្ដៅពីវត្ថុហ្នឹងហើយកាមេរ៉ាក៏បានកែ contrast វាដើម្បីឲ្យវាឃើញកាន់តែច្បាស់ដែលស្វ័យប្រវត្តិអ្វីដែលចម្លែកបំផុតគឺមិនយូរប្រហែលទេអាចចំណុចភ្លឺហ្នឹងគឺមិនមែនហោះចេញទៅណាទេវាបាត់នៅនឹងកន្លែងនេះយកហ្មងគឺវាអត់មានចេញពីអេក្រង់ទេគឺបាត់យកតែម្ដងវាមើលទៅដូចជាវាដឹងថាវានឹងឲ្យគេថតបានឲ្យគេ lock បានហើយអញ្ចឹងវាសម្រាប់ចិត្តថាអូខេធ្វើខ្លួនឯងបាត់តែម្ដងឥឡូវយើងមកមើលវីដេអូទី3វីដេអូនោះគឺមានពពកនៅក្នុងហ្នឹងដូចនេះយើងអាចដឹងថាវាថតនៅពេលថ្ងៃទេកាមេរ៉ា infrared ដូចយន្តហោះចម្បាំងហ្នឹងគឺថតឃើញចំណុចភ្លឺមួយដែលហោះកាត់ពីជ្រុងខាងក្រោមស្ដាំយ៉ាងលឿនល្បឿនរបស់វាគឺលឿនខ្លាំងមែនទែនសូម្បីតែចង់មើលក៏មើលមិនទាន់ដែរហើយវីដេអូបន្តពីគឺស្រៀងនឹងករណីមុនអញ្ចឹងវត្ថុហ្នឹងគឺអាចឈប់នៅមួយកន្លែងហើយបន្តមកទៀតគឺបង្កើនល្បឿនហោះទៅមុខយ៉ាងលឿនជួនកាលយើងមកដល់ទៅដូចជាមានភ្លើងហើយមានផ្សែងខាងក្រោយពេលដែលវាហោះកាត់នឹងវាមានផ្សែងក្រោយខ្នងវាប្រហែលជាមកពីវាហោះលឿនពេកហើយកាមេរ៉ាចាប់អត់តអញ្ចឹងវាមានជាblur ពីក្រោយហ្នឹងពេលដែលវាហោះហ្នឹងវាចាប់បាននៅកន្លែងហ្នឹងវា blur តែអ្វីដែលចម្លែកមួយទៀតគឺរបៀបតែវាផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងទៀតនិយាយទៅការហោះរបស់វាហ្នឹងគឺហោះរបៀប zit ហ្មង
ឬក៏ថាហោះកាច់កោង90ដឺក្រេនិយាយទៅគឺសាហាវមែនតើពេលដែលគ្នាយើងមើលឃើញវីដេអូហ្នឹងគឺពិបាកសម័យមែនថាដែលមានយន្តហោះរបស់មនុស្សណាដែលធ្វើចលនាហោះហាបែបហ្នឹងបានមើលមកគឺវត្ថុទាំងអស់ហ្នឹងគឺមិនមែនហោះដែលចៃដន្យអញ្ចឹងទេគឺដូចជាវាមានចេតនាហោះឲ្យយើងឃើញអញ្ចឹងឥឡូវយើងមកមើលវីដេអូមួយទៀតកាមេរ៉ា infrared បានប្រើម៉ូដតាមដានស្វ័យប្រវត្តិហើយរកឃើញចំណុចពន្លឺមួយភ្លឺនៅលើមេឃវាហាក់ដូចជាកំពុងតែហោះអណ្ដែតលើតំបន់ហ្នឹងអញ្ចឹងតែវាចូលមកដល់តំបន់ដែលយន្តហោះចម្បាំងកំពុងហោះហាហ្នឹងហើយគឺវាត្រូវបានឲ្យកាមេរ៉ារបស់យន្តហោះចម្បាំងគឺឡុកចប់ភ្លាមៗហ្មងបន្ទាប់មកស៊ូមចូលទៅយើងអាចឃើញថាចំណុចពលឺទាំងអស់ហ្នឹងគឺស្តៀងនឹងហុកហៀងមនុស្សវាមើលទៅដូចជាមានមនុស្សកំពុងតែពាក់អីដើម្បីធ្វើការហោះចឹងពាក់កាបូបហោះប៉ុន្តែបច្ចេកវិទ្យាការពាក់ម៉ាស៊ីនហោះរបស់មនុស្សយើងសប្តាហ៍ថ្ងៃហ្នឹងគឺมันអាចហោះរយៈពេលឆ្ងាយបានទេគឺអាចហោះបាននៅចម្ងាយខ្លីៗទេហើយនៅកម្ពស់ដែលមិនសូវខ្ពស់ខ្លាំងបើមនុស្សយើងពាក់មែនយើងមិនអាចបង្ហាញខ្លួននៅកម្ពស់ដែលខ្ពស់ដល់ថ្នាក់ហ្នឹងហើយមានរយៈពេលយូរបែបហ្នឹងបានទេហើយអ្វីដែលការចម្លែកជាងហ្នឹងទៀតគឺចុងក្រោយគេវត្ថុដែលរៀងមនុស្សហ្នឹងគឺបានហោះចេញដោយលឿនរហូតដល់កាមេរ៉ាចាប់លេងតតែម្ដងមានវីដេអូមួយទៀតហោះហ្នឹងគឺបានបើកម៉ូដកាមេរ៉ាធម្មតាហើយថតជាប់នៅវត្ថុពណ៌ខ្មៅមួយមើលទៅដូចជាខប់បាល់ដែលពណ៌ខ្មៅហើយដោយសារគុណភាពរូបភាពនឹងវាយើងមើលទៅមិនសូវច្បាស់ស្រាប់អីវាមើលទៅដូចមិនមែនមូលស្អាតទាំងស្រុងទេពេល zoom ទៅមើលទៅវាដូចជាខប់បាល់អញ្ចឹងខ្ញុំបានឃើញហើយហាក់ដូចជាកំពុងតែប្រវល់ខ្លួនទៀតហើយនៅចុងក្រោយវីដេអូយើងមើលដល់ចប់វាបានបង្កើនល្បឿនយ៉ាងច្បាស់យ៉ាងលឿនហ្មងដូចជាកំពុងតែកិច្ចពីការចាប់កោដដៅរបស់ដ្រូនហ្នឹងអញ្ចឹងហើយវីដេអូនោះគឺវែងមែនទែនហើយដ្រូននោះគឺតាមដានវាអស់ប្រហែលជាជងរយៈពេល10នាទីប៉ុន្តែចុងក្រោយគេគឺតាមលេងតនគឺវាហប់បាត់យកតែម្ដងវីដេអូបន្តទៀតស្តៀងនឹងខប់បាល់ UFO នឹងតែខ្ញុំនិយាយមុននឹងអញ្ចឹងវាត្រូវបានថតចប់នៅតំបន់សង្គ្រាមមកចំបូព៌ានិយាយរួមទៅពួកប្រភេទហ្នឹងបើយើងនិយាយឲ្យស្រួលស្ដាប់គឺយើងហៅថា UFO ដែលវាមានរាងមូល UFO រាងមូលនោះគឺជាប្រភេទដែលគឺបានឲ្យគេរាយការណ៍ដែលឃើញញឹកញាប់បំផុតវាសពបង្ហាញខ្លួននៅលើតំបន់សង្គ្រាមហើយតំបន់រស់នៅរបស់ប្រជាជនទូទៅហើយនៅលើមូលដ្ឋានសំខាន់ជាច្រើនក្នុងវីដេអូហ្នឹងកាមេរ៉ា infrared គឺបានប្រើម៉ូដមួយតង់ដែលហៅថា black hot មានន័យថាប្រភពកម្ដៅនឹងបង្ហាញជាពណ៌ខ្មៅវិញពេល zoom ចូលទៅយើងអាចមើលឃើញថាខប់បាល់ហ្នឹងវាហាក់បីដូចជាបវលខ្លួនយ៉ាងទៀងទាត់ហើយមានពន្លឺចាំងដូចជាលោហៈអីមួយអញ្ចឹងវាភ្លឺវីដេអូមកពីស្ថាប័នស៊ើបអង្កេត UAP ផ្លូវការរបស់អាមេរិកការវិភាគផ្លូវការគឺបានដកចេញជំរឿច្រើនដូចជាដ្រូនពេញប៉ោងខកកភ្លើងម៉ាស៊ីនឆ្លុះកម្ដៅឬក៏ថាវងបាក់សីគឺដកពួកនោះចេញហើយចឹងចុងក្រោយគេវាអត់បានកំណត់ថារូបភាពទាំងអស់នោះឬក៏ថាយានទាំងអស់នោះគឺជាអីច្បាស់លាស់ទេគឺมันអាចកំណត់អត្តសញ្ញាណវាច្បាស់លាស់ទេហើយត្រូវបានដាក់នៅក្នុងឯកសារ UAP រហូតមកដល់ការដោះកូដឬថាបង្ហាញឲ្យសាធារណជនមើលទាំងអស់គ្នាហ្នឹងឥឡូវយើងបន្តទៅវីដេអូមួយទៀតនៅក្នុងវីដេអូនេះយើងបានឃើញថាដ្រូនរបស់យោធាកំពុងតែថតនាវាមួយទឹកមួយដែលលេចឡើងនៅលើផ្ទៃទឹកវាជាប្រភេទនាវាមួយទឹករបស់រុស្ស៊ីវីដេអូនេះគឺថតបាននៅកាមេរ៉ា infrared របស់យន្តហោះចម្បាំងរបស់ NATO ដែលជាយន្តហោះចម្បាំងប្រឆាំងនាវាមួយទឹក Mediterranean ឬក៏ថា Black Sea សមុទ្រខ្មៅប៉ុន្តែយើងមើលទៅភ្លាមៗហ្នឹងកាមេរ៉ា infrared ហ្នឹងគឺថតចំចំណុចសមួយទៀតដែលផ្លាស់ទីយ៉ាងលឿននៅខាងក្រោមអញ្ចឹងអ្នកបច្ចេកកាមេរ៉ាអីក៏ដោយគឺលេងខ្វល់រឿងថតនាវាមួយទឹកហ្នឹងឯងគឺបែរដូចជាតាមដានចំណុចភ្លឺពណ៌សហ្នឹងវិញបន្ទាប់មកវាហោះទៅមុខហើយមានចំណុចភ្លឺទី2លេចឡើងទៀតតែបច្ចេកកាមេរ៉ាហ្នឹងហាក់បីដូចជាមិនដឹងថាគួរតាមដានអាមួយណាច្បាស់ទេហើយចុងក្រោយគឺគាត់បានជ្រើសរើសតាមដានចំណុចថ្មីដែលលេចមកពីក្រោយហ្នឹងប៉ុន្តែក្នុងវីដេអូនេះយើងបានឃើញថាចំណុចភ្លឺទាំងអស់ហ្នឹងវាមិនអត់មានចលនាឡើងចុះដូចជាសត្វស្លាបសមុទ្រទេពេលដែលចាប់ឬក៏ថាសត្វស្លាបសមុទ្រពេលវាហោះហ្នឹងវាតែងតែឡើងចុះតាមលំហូរខ្យល់ប៉ុន្តែចលនារបស់អាគោដៅក្នុងវីដេអូហ្នឹងចំណុចភ្លឺហ្នឹងគឺវាថេរយកហ្មងហើយលើពីនេះទៀតកាមេរ៉ា infrared និងប្រព័ន្ធយោធាគឺអាចវិភាគថាវាជាសត្វស្លាបឬក៏ជាអីមួយបាក់សីវាមានលក្ខណៈសញ្ញាដែលសម្គាល់បានងាយជាងនឹងទៀតឥឡូវយើងមើលបានវីដេអូទាំងអស់ហ្នឹងហើយយើងជឿថាវីដេអូទាំងអស់ហ្នឹងគឺជាវីដេអូដែលច្បាស់បំផុតដែលគេអាចបញ្ជាក់ឲ្យយើងឃើញបានខ្ញុំគិតថាអត់ទេប៉ះជាមានវីដេអូច្បាស់ជាងនឹងទៀតខាងយោធាអាមេរិកគួរតែមានឯកសារដើមដែលច្បាស់លាស់ជាងនឹងហ្មងឧទាហរណ៍កាមេរ៉ា infrared ដែលប្រើប្រាស់លើយន្តហោះហ្នឹងរបស់អាមេរិកគឺបានថតបានយ៉ាងហោចណាស់កម្រិត18ហ្មង Full HD នេះគឺជាបច្ចេកវិទ្យាតាំងពីឆ្នាំ2010ណា16ឆ្នាំមុនសប្តាហ៍ថ្ងៃព័ន្ធកាមេរ៉ា infrared ឬក៏ថា drone ជាទូទៅរបស់អាមេរិកហ្នឹងគឺថតបានទៅដល់ 4K ហើយអញ្ចឹងប្រហែលថតបានអីថ្មីប៉ុន្តែគេមិនតន់បង្ហាញឯកសារទាំងអស់ហ្នឹងគឺបានបន្ថយគុណភាពច្រើនមែនទែនដែលមុននឹងចេញជាសាធារណៈវាបានតម្លាក់ទៅដល់4:8ឬក៏ថាមានកម្រិតជាងច្បាស់ជាងនោះយ៉ាងច្រើន720អត់ដល់ Full HD ទេមានន័យថាបុគ្គលិកឬក៏ថាអ្នកធ្វើការនៅក្នុងកងយោធាអាមេរិកហ្នឹងបើសិនជាពួកគាត់មើលវីដេអូហ្នឹងគឺមើលវីដេអូច្បាប់ដើមដែលមានគុណភាពកម្រិតច្បាស់ជាងហ្នឹងហើយពួកគេប្រហែលជានឹងយល់នឹងឃើញថារូបភាពច្បាស់លាស់របស់យានទាំងអស់ហ្នឹងគឺហូរខាងក្រៅឬខាងក្នុងហើយបូកបញ្ចូលជាមួយទិន្នន័យរបស់រ៉ាដាការវិភាគកម្ដៅឬក៏ចលនាទៀតនិយាយទៅគឺពួកគេនឹងដឹងថាក្នុងហ្នឹងគឺយានហ្នឹងគឺយានរបស់មនុស្សឬក៏អត់ហើយប៉ុន្តែគ្រាន់តែវាបញ្ចេញឲ្យយើងមើលគឺបញ្ចេញឲ្យយើងមើលវីដេអូមិនសូវច្បាស់ហើយយើងវិភាគខ្លួនឯងហ្នឹងទៅការមើលឃើញ UFO ឬក៏ថាវីដេអូទាំងអស់ហ្នឹងវាបានធ្វើឲ្យមនុស្សយើងគិតឃើញបញ្ហាមួយបើសិនជាវាជា UFO មែនបើសិនជាវាជាយានដែលមនុស្សភពក្រៅបជាមែនតែមិនមែនជា array thought របស់មនុស្សយើងវានឹងបង្កើតបាននៅការគិតមួយគឺតាក់ទងជាមួយនឹងអ្នកមើលជាមួយនឹងអ្នកត្រូវបានឲ្យគេមើលអញ្ចឹងយើងជាមិនមែនជាអ្នកមើលទេយើងគឺជាអ្នកដែលត្រូវបានឲ្យគេមើល
បើសិនជាមានរឿងនឹងកើតឡើងមានការគិតនឹងកើតឡើងហើយតើ UFO នឹងវាមានរៀងហូបរៀងអីវាសំខាន់ទៀតអត់វាលេងសំខាន់ហើយសំខាន់គឺយើងទទួលស្គាល់អត់ថាមានអរិយធម៌ដែលខ្ពស់ជាងយើងដែលអង្កេតនៅលើយើងដូចយើងមើលទៅសត្វនៅក្នុងសួនសត្វអញ្ចឹងពួកវាហាក់ដូចជាអ្នកឈរមើលពីកន្លែងខ្ពស់ដែលមានអរិយធម៌ខ្ពស់ជាងមនុស្សយើងមើលមកមនុស្សយើងដូចជាយើងមើលទៅសត្វអញ្ចឹងចង់ឃើញយើងកំពុងតែធ្វើអីរាល់ថ្ងៃពួកវាមើលយើងតាំងពីសម័យអាវុធត្រជាក់លក្ខណៈថាមើលតាំងពីសម័យប្រើដុំថ្មប្រើឈើទៅជាអាវុធរហូតដល់ឥឡូវដែលយើងប្រើអាវុធជានុយក្លេអ៊ែរហើយពួកវាមើលយើងចាប់តាំងពីពេលមនុស្សយើងហោះហើរនៅលើមេឃជាលើដំបូងដែលយើងបង្កើតយន្តហោះបង្កើតយានអវកាសហោះទៅដល់ឋានព្រះច័ន្ទហើយអ្វីដែលយើងមើលឃើញថាបើសិនជាពួកវាជាមនុស្សភពក្រៅមែនដែលមានអរិយធម៌ខ្ពស់ជាងយើងមែនហេតុអីពួកវាមិនតន់ធ្វើអីយើងថងនោះយើងអាចអូខេយើងអាចយល់ថាពួកវាមិនមែនជាសត្រូវរបស់យើងទេប្រហែលជាការរងចាំអីមួយឬក៏ជាភាពអត់ធ្មត់មួយហើយមិនមែនជារឿងចៃដន្យទេគឺជារឿងក្រងទុកឬក៏ថាមានគម្រោងអីមួយហើយយើងត្រូវដឹងមួយទៀតថាបើសិនជាពួកនោះវាមានមែនហើយពួកវាបើក UFO ឬក៏ថាវាប្រើ UFO មកសង្កេតយើងក៏សង្កេតមើលទៅពួកវាវិញដែរការចង់ដឹងការចង់សួរការភ័យខ្លាចហើយនឹងការសម័យរបស់មនុស្សយើងទាំងអស់គ្នាក៏អាចជាកត្តាមួយដែលធ្វើឲ្យវាគិតដែរថាយើងគិតទៅលើវាបែបណាគ្នាយើងមើលវីដេអូពួកខ្ញុំតាមពីដើមមកយើងដឹងហើយថាអូខេមានមនុស្សមួយចំនួនគឺជឿថាមានជីវិតភពក្រៅមនុស្សមួយចំនួនទៀតគឺមិនជឿថាមានជីវិតភពក្រៅទេតែយើងត្រូវដឹងថានៅសកលលោកយើងបើសិនជាយើងរស់នៅក្នុងផែនដីយើងតើមានអ្វីផ្សេងរស់នៅភពក្រៅអត់ឬក៏ថាអរិយធម៌ដែលខ្ពស់ជាងយើងវាបង្ហាញអំពីការភ័យខ្លាចការចង់ដឹងហើយអ្វីដែលយើងប្រឈមមុខនឹងថ្ងៃមុខដូចគ្នាបើសិនជាមានអរិយធម៌ទីជាងយើងពេលដែលយើងរកឃើញវានឹងភ័យខ្លាចយើងដូចគ្នាចឹងរាល់ថ្ងៃហ្នឹងយើងឃើញបច្ចេកវិទ្យាទំនើបច្រើនពី UFO ឬក៏ថានៅក្នុងបដិហេតុ UAP ជាដើមហើយចំណុចខ្លះដូចជារដ្ឋាភិបាលអាមេរិកជួនកាលមានចម្លើយពិតប្រាកដគឺមិនប្រាប់យើងភ្លាមទេគឺលាក់ក្នុងរយៈពេលយូរហើយពេលដែលប្រាប់ហ្នឹងគឺប្រាប់លក្ខណៈថាប្រាប់ឲ្យយើងគិតខ្លួនឯងទៀតឬក៏ថាប្រាប់មែនប្រាប់ឲ្យយើងដឹងថាវាជាអីវាជា UFO UAP ឬក៏មិនអាចបញ្ជាក់អ្វីបានឲ្យយើងដឹងទេចឹងការវិភាគគឺត្រូវតែឲ្យមហាជនឬក៏ថាសាធារណជនហ្នឹងគឺអ្នកវិភាគខ្លួនឯងដដែលទោះបីខាងសហរដ្ឋអាមេរិកគេដឹងពីវាមែនខ្ញុំគិតថាក៏មិនបានប្រាប់ចម្លើយពិតប្រាកដឲ្យយើងភ្លាមដែរវាដូចជាការលាក់បាំងមួយដែលសម្ងាត់ហើយមិនតន់ឲ្យសាធារណជនដឹងឬក៏កំពុងតែក្រងធ្វើអីមួយពីក្រោយក្នុងការគិតរបស់លើលោកទាំងអស់គ្នាអូខេចឹងវីដេអូហ្នឹងគឺបានមកដល់ទីបញ្ចប់ហើយសំណួរចង់ក្រោយគេគឺចង់សួរដល់គ្នាយើងថាតើគ្នាយើងជឿថាមានមនុស្សនៅក្រៅភពអត់តើគ្នាយើងគិតមិនដែរចំពោះ UAP ឬក៏ថា UFO ដែលក្នុងបង្ហាញនៅក្នុងវីដេអូហ្នឹងតើអាចជាមនុស្សដែលបង្កើតវាហើយធ្វើសើបឆោតមនុស្សយើងឬក៏ពិតជារបស់មួយដែលមិនដឹងពីប្រភពច្បាស់លាស់ហើយមនុស្សយើងកំពុងតែស្វែងរកចម្លើយពីវាដែរអាចចែករំលែកនៅក្នុងខមមិនក្រុមបានហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍អូខេឬក៏ថាចង់ចែកឲ្យអ្នកដទៃដឹងអាច share វីដេអូហ្នឹងហើយកុំភ្លេចlike follow អត់អ្នកដែល subscribe សូម subscribe ឡើងវិញព្រោះពួកខ្ញុំនឹងធ្វើដំណើរបន្តបន្តិចម្ដងពីម្ដងដើម្បីធ្វើវីដេអូឲ្យគ្នាយើងឡើងវិញពេលដែលពួកខ្ញុំមានពេលទៅនេះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាហើយជូនពរសុខភាពល្អសុខសប្បាយអ្នកនរគ្នាខ្ញុំអត់អីទេអត់មានអីបារម្ភដោយសារគ្នាឃើញខ្ញុំនៅក្រៅច្រើនហើយសង្ឃឹមថានឹងឃើញគ្នាយើងកាន់តែច្រើននៅថ្ងៃមុខហើយអរគុណសូមជម្រាបលាជួបគ្នាលើកក្រោយជាមួយនឹងវីដេអូថ្មីមួយទៀត